ហ្នឹងហើយថ្ងៃនេះនៅប្រទេសជប៉ុនមានបងប្អូនពលកកម្នាក់ដែលគាត់បានបាត់បង់ជីវិតនឹងឲ្យគ្រោះថ្នាក់ក្នុងកន្លែងការងារតែខ្ញុំអត់ដឹងថាការងារអីទេអញ្ចឹងខ្ញុំជាអ្នកធ្វើការនៅជប៉ុនដូចគ្នាចូលរួមរំលែកទុក្ខបងផងនិងក្រុមគ្រួសារផងហើយថ្ងៃនេះគឺគាត់បានទទួលមរណភាពហ្នឹងចំថ្ងៃចូលឆ្នាំខ្មែរយើងទៀតអញ្ចឹងនៅខ្មែរគេសប្បាយក៏ប៉ុន្តែប្រហែលជាក្រុមគ្រួសារគាត់មានទុកជាទម្ងន់អញ្ចឹងសូមជូននឹងឲ្យចូលរួមរំលែកទុកដល់ក្រុមគ្រួសារនៃសពផងក្នុងនាមខ្ញុំជាពលករធ្វើការនៅជប៉ុនដូចគ្នាហ្នឹងហើយសូមផ្ដាំទៅបងប្អូនទាំងអស់គ្នាធ្វើការប្រយ័ត្នប្រយែងហ្នឹងហើយគ្រោះថ្នាក់មើលអត់ឃើញទេបងប្អូនមកនៅស្រុកគេវាអត់នេះទេផ្សងព្រេងពុំមែនបានលុយគេស្រួល